នៅថ្ងៃទី1 ខែសីហាឆ្នាំ2026 លោកយឹមណនប្រធានមន្ត្រីកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ស្ពឺបានដឹកនាំក្រុមការងារការិយាល័យជំនាញចុះពិនិត្យស្ថានភាពផលិតកម្មដំណាំស្រូវរបស់ប្រជាកសិករនៅឃុំស្វាយចចិបស្រុកពោធិ៍សែនខេត្តកំពង់ស្ពឺការចុះពិនិត្យនេះមានគោលបំណងវាយតម្លៃផលប៉ះពាល់ដែលបណ្ដាលមកពីស្ថានភាពរាំងស្ងួតនិងពិនិត្យលទ្ធភាពអន្តរាគមន៍ដើម្បីជួយសង្គ្រោះដំណាំស្រូវដែលកំពុងរងផលប៉ះពាល់ជាក់ស្ដែងក្រុមការងារបានសង្កេតឃើញថាមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ស្ពឺបានអន្តរាគមន៍បូមទឹកជួយសង្គ្រោះស្រូវបានទាន់ពេលវេលាដែលធ្វើឲ្យប្រជាកសិករមានប្រភពទឹកគ្រប់គ្រាន់សម្រាប់បូមបញ្ចូលស្រែនិងរក្សាដំណាំស្រូវដើមរដូវឲ្យបន្តលូតលាស់បានល្អក្នុងឱកាសនោះដែរក្រុមការងារក៏បានផ្ដល់អនុសាសន៍បច្ចេកទេសដល់ប្រជាកសិករដោយណែនាំឲ្យផ្ដល់អាទិភាពបូមទឹកសង្គ្រោះស្រែដែលស្ថិតក្នុងដំណាក់កាលបង្កើនផលជាមុនសិនមុននឹងបន្តទៅស្រែដែលស្ថិតក្នុងដំណាក់កាលលូតលាស់ដើម្បីធានាប្រសិទ្ធភាពនៃការប្រើប្រាស់ទឹកជារួមការអន្តរាគមន៍បានទាន់ពេលវេលានិងការគ្រប់គ្រងទឹកតាមលក្ខណៈបច្ចេកទេសនឹងជួយធានាដល់ការលូតលាស់គុណភាពគ្រាប់និងទិន្នផលស្រូវរបស់ប្រជាកសិករ